ថ្ងៃនេះទៅផ្សារឃើញគេលក់កាបូបក៏ខ្ញុំទិញមកស្លខ្ទិះដូងជាមួយនឹងត្រីងៀតក៏បានត្រីឆ្អើក៏បានហើយកាបូបនេះដែរវាល្មើសដោយសារតែវាល្មើសតអ្នកខ្លះគេចូលចិត្តអ្នកខ្លះក៏មិនចូលចិត្តដូចខ្ញុំអត់ចូលចិត្តប៉ុន្មានទេដោយសារតែវាល្មើសតែបើបានញ៉ាំម្ដងដឹងតែឆ្ងាញ់មាត់ចង់ញ៉ាំទៀតឃើញនឹងតែឃ្លានតែដើម្បីឲ្យបាត់ល្មើសខ្ញុំក៏ដាំទឹកហើយខ្ញុំបង់អំបិលមកជប់ទៅហើយខ្ញុំស្រុះវាហើយស្រស់វានឹងដាក់ត្រឡប់ឲ្យវាមកស្លបានហើយកុំឲ្យដល់ពេលយើងស្លទៅយើងដាក់ស្ងោរទៀតវាភុយញូអានេះខ្ញុំដាក់មកត្រឡប់ហើយខ្ញុំក៏ស្រង់ចេញហើយនេះជឿពពុះនេះសិតតែជឿល្មើសហើយតែបើយើងធ្វើអញ្ចឹងហើយវាលេងល្មើសហើយខ្ញុំចង់ឲ្យបាត់ល្មើសតែទៀតគឺណែស្លឹកអំពិលណាពេលដែលស្លយើងថែមស្លឹកអំពិលបន្តិចក៏ល្អដែរនេះខ្ញុំស្រង់ចេញហើយខ្ញុំមកបុកគ្រឿងវាមិនអីទេបើយើងដាក់តែគ្រឿងសុទ្ធក៏បានដល់ពេលយើងដាក់ថែមជាមួយខ្ទឹមសហើយនិងខ្ជាយក៏បានដែរហើយជាដំបូងនេះខ្ញុំស្លរបៀបខ្ញុំនេះឯងតែបងប្អូនមិនដឹងទៅស្លមិនទេខ្ញុំស្លដោយដាំទឹកខ្ទិះហើយនឹងកូរគ្រឿងឲ្យវាចេញគ្រឿងចេញជាតិឈ្ងុយហើយខ្ញុំមកកាត់ត្រីងៀតបងប្អូនសម្រាប់បងប្អូនដែលចង់ដាក់ត្រីឆ្អើក៏បានត្រីស្រស់ក៏បានតែខ្ញុំចង់ហូបជាមួយត្រីងៀតខ្ញុំដាក់មួយត្រីងៀតខ្ញុំហាន់ជាមកថ្នាំងដៃបានហើយខ្ញុំលាងឲ្យស្អាតហើយយើងយកមកដាក់តែម្ដងទៅព្រោះក្បោកយើងក៏ឆ្អិនហើយដែរពេលយើងដាក់ត្រីមុនទៅដល់ពេលតែត្រីយើងឆ្អិនមកយើងដាក់ក្បោកដាក់មកពុះមកវាឆ្អិនហើយយើងស្ងោរយើងស្រស់វាហើយនឹងវាឆ្អិនហើយខ្ញុំបន្ថែមជាមួយទឹកខ្ទិះដូងចុងមួយចានទៀតមកយើងបន្ថែមប៊ីចេងហើយនឹងអំបិលភ្លក់មើលតាមចំណង់ចំណូលចិត្តថែមស្ករបន្តិចក៏បានហើយឆ្អិនហើយបងប្អូននេះរបស់ខ្ញុំរូបរាងវាចឹងទេតែឆ្ងាញ់បងប្អូនជួយចិត្តអរគុណបងប្អូនទាំងអស់គ្នាវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះឯង